បាទពីតូននេះខ្ញុំបង្ហាញអំពីការទាញយកទិន្នន័យរបស់សិស្សបន្ទាប់ពីប្រឡងរួចបាទគ្រូចាំតែសួរជាច្រើនថាទាញតាមណាអីអញ្ចឹងណាអញ្ចឹងយើងចូលកន្លែងថ្នាលតេស្តប្រឡងចូលដល់ផ្ទាំងនេះកាលមុនយើងមានតែ2វិញ្ញាសាទេតេស្តប្រចាំខែមីនាគណិតហើយនិងភាសាខ្មែរតែឥឡូវនេះគឺក្រសួងទម្លាក់3មួយទៀតហើយគឺប្រឡងឆមាសបាទអញ្ចឹងដើម្បីទាញយកទិន្នន័យបានយើងចូលកន្លែងឈ្មោះនេះកន្លែងនេះកន្លែងឈ្មោះគាត់ឈ្មោះតាមបែប account នេះគឺ account របស់គ្រូណាមិនមែនរបស់សិស្សទេរបស់គ្រូយើងបានទាញបានហើយចូលដល់ចំណុចនេះបាទដល់ប្រទាំងនេះហើយគុណគ្រូចូលយកកន្លែងជួយសិស្សចូលកណិសិនលេខសោនេះខាងលើនេះបាទបន្តមកយើងធ្វើសមកាលកម្មរបស់សិស្សដើម្បីឲ្យសិស្សមកបានទាំងអស់អញ្ចឹងណាសិស្សមិននេះបានមកទាំងអស់តែខ្ញុំបានធ្វើរួចហើយខ្ញុំអត់ធ្វើទៀតទេយើងក៏ចុចលើឈ្មោះសិស្សថ្មីមករួចហើយយើងចុចមើលមើលទិន្នន័យរបស់សិស្សខាងលើបងអស់រួចយើងជ្រើសរើសកម្រិតមកថ្នាក់ទី3ថ្នាក់ទី3ជាមេមិនបាច់ទេយើងមិនប្រឡងឆមាសទេគឺយើងការប្រឡងខែមីនាបាទមេរៀនប្រឡងនេះក៏មិនបាច់ដែរអញ្ចឹងយើងចូលមកក្រោមអត់ឃើញមែនទេអញ្ចឹងយើងចូលកន្លែងបរិច្ឆេទនេះជ្រើសរើសការបរិច្ឆេទបើចេញប្រឡងថ្ងៃណាថ្ងៃទី19ខ្ញុំប្រឡងថ្ងៃទី19បាននេះខ្ញុំចូលចុចសិនមកតើវាកំពុងតែនេះយើងហើយនេះចេញហើយបាទនេះថ្ងៃទី19ខ្ញុំប្រឡងបាន6នាក់បាទហើយយើងមាននេះមានតេស្តមានអីស្រេចនៅក្នុងនេះបាទមានធ្លាក់មានជាប់នៅក្នុងនឹងបន្ទុកស្រេចបាទនេះហើយជាវីដេអូបាទរួចហើយយើងនេះបើចង់ទាញយកទិន្នន័យខ្ពស់ទិន្នន័យរបស់សិស្សនេះកន្លែងនេះកន្លែងទី3នេះគឺទិន្នន័យចុចទាញយកមករួចហើយបើសិនជាទាញបានគេវាលោតនេះលោតទៅជា file មួយនៅក្នុងកុំព្យូទ័រឬមួយក៏ក្នុងទូរស័ព្ទរបស់យើងបាទអរគុណច្រើន